E double E I E E blank E និង EA បាទអញ្ចឹងទាំង5ហ្នឹងគឺមានសម្លេង E ហើយ IPA របស់វាគឺនេះបាទ I តូច2ហ្នឹង E ហ្នឹងឯងជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកសិក្សាស្រាក់ម្ដងចាំបងប្អូនងាកមើលមកក្រោយមកបាទអញ្ចឹងចំណងជើងមេរៀនយើងថ្ងៃនេះគឺ long E បាទ long E អញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី E ហ្នឹងឯងបាទអញ្ចឹងមើលមកកន្លែងនេះមកបងប្អូនឃើញ E double E I E E blank E និង EA បាទអញ្ចឹងទាំង5ហ្នឹងគឺមានសម្លេង E ហើយ IPA របស់វាគឺនេះបាទ I តូច2ហ្នឹង E ហ្នឹងឯងអញ្ចឹងតោះយើងចូលទៅសិក្សាមួយនេះដំបូងឡើយយើងយក E នេះមួយមកបាទដូចពាក្យនេះយើងអានថា she បាទ I say សម្លេង sh E នេះសម្លេង E បាទ sh E she បាទ she ប្រែថានាងហ្នឹងហើយមួយទៀតគឺ he បាទ h h លេង h ចឹងណាចំណែកឯ E នេះសម្លេង E h e he ប្រែថាគាត់បាទអញ្ចឹងបងប្អូន E កន្លែងនេះមានសម្លេង E គឺដោយសារតែយើងបានឃើញក្នុង IPA នេះដូច she he បាទអញ្ចឹង IPA វាតែមួយបែបដូចយើងនិយាយខាងដើមអញ្ចឹងតោះមកដល់ទីនេះគឺ double E នេះក៏មានសម្លេង E ដែរដូចជាពាក្យនេះយើងអានថា free បាទ fra នេះ double E សម្លេង E fra E free បាទ free ប្រែថាទំនេរនិងពាក្យនេះមួយទៀតយើងអានថា tree double E សម្លេង E នេះហើយ tree ណាប្រែថាដើមឈើបាទអញ្ចឹង double E កន្លែងហ្នឹងគឺមានសម្លេង E ដែរដូច E ខាងដើមដែរអញ្ចឹងគេសម្គាល់បានដោយសារតែ IPA វានេះ I តូច2ហ្នឹងគឺស្រៈ E ហ្នឹងហើយមកដល់មួយទៀតគឺ IE នេះគឺមានសម្លេង E ដែរនេះដូចជាពាក្យនេះយើងអានថា believe បាទ believe អញ្ចឹងនេះ believe បាទអញ្ចឹងបងប្អូននេះ IE កន្លែងវាមានសម្លេង E បាទអញ្ចឹងគេហៅថា believe បាទ believe ប្រែថាជឿជាក់មកដល់ពាក្យនេះយើងអានថា safe បាទ safe TA សម្លេងស័កកន្លែងហ្នឹងណា IE នេះសម្លេង E F អញ្ចឹងបញ្ចេញសម្លេង safe បាទ safe ប្រែថាចោលណាបាទអញ្ចឹងបងប្អូនទីនេះគឺ IE កន្លែងហ្នឹងមានសម្លេង E ក៏គេមើល IPA ដែរគេមើល I តូច2ហ្នឹងស្រៈ E ហ្នឹងនៅក្នុង IPA តោះមកដល់មួយទៀតគឺ E blank E បាទ E blank E ទីនេះគឺមានសម្លេង E ដែរដូចជាពាក្យនេះយើងអានថា delete ដាក់ E ឡា E ថា delete បាទ delete អញ្ចឹងបងប្អូនសម្គាល់បានមួយបែបទៀតថាសម្លេងវារាងវែងណាយើងអានថា delete អញ្ចឹងអា delete នេះសម្លេងរាងវែងអញ្ចឹងណាបាទ delete បាទប្រែថាលុបបាទតោះមួយទៀតគឺ complete បាទ បាទ ចឹងមកផលាផ្លាក់ E blank E នេះសលេង E ទីថាបាទអញ្ចឹង complete បាទ complete ប្រែថាបំពេញបាទដូច្នេះត្រង់ទីនេះ E blank E ទីនេះគឺមានសម្លេង E ដែរក៏គេមើល IPA ដែរណាតោះមួយទៀតគឺ EA មានសម្លេង E មកពាក្យនេះយើងអានថា T EA សម្លេង E T ប្រែថាទឹកតែហ្នឹងបងប្អូនតោះមួយទៀតគឺ eat EA សម្លេង E T eat ប្រែថាញ៉ាំបាទអញ្ចឹងថ្ងៃនេះយើងសិក្សាអំពី long E បាទអញ្ចឹង long E មាន E double E IE E blank E និង EA អញ្ចឹងមានចំនួន5ដែរ
ចឹងបងប្អូនអាចចាំប៉ុណ្ណឹងជួយបងប្អូនបានមួយផ្នែកដែរបាទដូច្នេះបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះ VIP និងថ្នាក់ជុំគ្នាបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF